សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះហោសដានីនជានិស្សិតឆ្នាំទី3ជំនាញវិជ្ជាបណ្ឌិតទូទៅនៃសាកលវិទ្យាល័យអន្តរជាតិថ្ងៃនេះផងដែរខ្ញុំនឹងមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំកំឡុងពេលដែលរៀនផ្នែកវិជ្ជាបណ្ឌិតទូទៅចំពោះជំនាញវិជ្ជាបណ្ឌិតទូទៅត្រូវការរយៈពេល8ឆ្នាំនៅក្នុងការរៀនដែលឆ្នាំទី1អ្នកទាំងអស់គ្នាប្រហែលជាគិតថានៅពេលដែលប្រឡងអត់ដប់ចប់អ្នកទាំងអស់គ្នាលែងជួបនៅគណិតវិទ្យាជីវវិទ្យាគីមីវិទ្យាតែជាក់ស្ដែងនៅពេលដែលឆ្នាំទី1គឺនៅក្នុងសាកលវិទ្យាល័យអន្តរជាតិមានបញ្ចូលជំនាញនេះដើម្បីឲ្យមូលដ្ឋានគ្រឹះរបស់យើងកាន់តែច្បាស់ជាងមុនទៅទៀតហើយចំពោះឆ្នាំទី2គឺយើងចាប់ផ្ដើមរៀនអំពី normal physiology ឬក៏យើងអាចនិយាយបានថារៀនអំពីរូបរាងនិងលក្ខណៈធម្មតារបស់មនុស្សយើងចំពោះឆ្នាំទី3យើងចាប់ផ្ដើមរៀននៅ pathophysiology ឬក៏យើងអាចស្គាល់វាថាលក្ខណៈខុសពីធម្មតានៃរូបរាងកាយរបស់យើងដែលបណ្ដាលឲ្យមានជំងឺចំពោះឆ្នាំទី4ដល់ឆ្នាំទី8យើងត្រូវការធ្វើការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យនានាដើម្បីអនុវត្តផ្ទាល់មូលហេតុដែលខ្ញុំជ្រើសរើសរៀនជំនាញនេះកត្តាទី1សំខាន់គឺការឆ្លាញ់ចេញពីចិត្តរបស់នាងខ្ញុំផ្ទាល់ដែលខ្ញុំចង់ព្យាបាលទៅលើអ្នកជំងឺនិងដោយផ្ដល់ការយកចិត្តទុកដាក់ទៅលើអ្នកជំងឺទាំងអស់ហើយទី2នោះគឺទីផ្សារការងារខ្ញុំមើលឃើញថាជំនាញវិជ្ជាបណ្ឌិតនេះមានទីផ្សារការងារច្រើនដូចយើងអាចចូលធ្វើការងារទៅតាមមន្ទីរពេទ្យតាម clinic តាមមន្ទីរពេទ្យរដ្ឋហើយនឹងយើងអាចបើក clinic ផ្ទាល់ខ្លួនផងដែរជាចុងក្រោយបងសូមលើកទឹកចិត្តទៅដល់បងប្អូនដែលស្រឡាញ់ជំនាញវិជ្ជាបណ្ឌិតទូទៅនេះអាចមកចុះឈ្មោះនៅក្នុងសាកលវិទ្យាល័យអន្តរជាតិបានដោយឥឡូវនេះពួកយើងចាប់ផ្ដើមបើកការទទួលពាក្យចុះឈ្មោះចូលរៀនហើយអញ្ចឹងជួបគ្នាឆាប់ៗនៅក្នុងឆ្នាំសិក្សាថ្មី2025-2026បាយបាយ